អភិបាលខេត្តកំពតថាអាជ្ញាធរនិងប្រជាពលរដ្ឋគាំទ្រជានិច្ចចំពោះកងទ័ពជួរមុខទាំងស្មារតីនិងសម្ភារៈអាយុធមអភិបាលខេត្តកំពតបានលើកឡើងថាចាប់តាំងពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជាថៃរហូតមកដល់បច្ចុប្បន្នគេឃើញប្រជាពលរដ្ឋកម្ពុជារក្សាសាមគ្គីភាពល្អមានខ្លួនតែមួយបេះដូងតែមួយឆន្ទៈតែមួយនិងស្មារតីស្នេហាជាតិដូចគ្នាពលអ្នកនៅជួរក្រោយទាំងអាជ្ញាធរនិងប្រជាពលរដ្ឋរងចាំជួយឧបត្ថម្ភគាំទ្រជានិច្ចដល់កងទ័ពជួរមុខទាំងស្មារតីសម្ភារៈនិងថវិកាថ្លែងនៅក្នុងពិធីបិទវគ្គវឹកវើបំពន់ពង្រឹងសមត្ថភាពយោធាឆ្នាំ2025ប្រកាសតែងតាំងផ្លាស់ប្ដូរតំណែងនិងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងកំពតដែលបានរៀបចំឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនៅថ្ងៃទី2ខែតុលាឆ្នាំ2025អាយុធមម៉ៅធនិនអភិបាលខេត្តកំពតបានលើកឡើងថានៅក្នុងសម័យកាលណាក៏ដោយកម្ពុជានៅតែត្រូវការកងទ័ពជាចាំបាច់ដើម្បីការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិមាតុភូមិនិងភាពសុខដុមរមនារបស់រដ្ឋប្រជាហើយបងប្អូនដែលបម្រើការងារនៅក្នុងជួរកងទ័ពជាមនុស្សម្នាក់ដែលមានការលះបង់ធំធេងណាស់ដើម្បីបុព្វហេតុការពារជាតិមាតុភូមិឲ្យនៅគង់វង្សប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្តជាក់ស្ដែងការប៉ះទង្គិចប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងកងទ័ពកម្ពុជានិងថៃកងទ័ពជួរមុខរបស់កម្ពុជាបានបង្ហាញនូវភាពអង់អាចក្លាហានស្មារតីមោះមុតមិនរាថយរឹងមាំម្ចាស់ការហ៊ានពលីដើម្បីការពារទឹកដីមិនឲ្យបាត់បង់សូម្បីតែមួយចំអាមហើយដើម្បីតបស្នងសងគុណក៏ដូចជាលើកទឹកចិត្តដល់កងទ័ពជួរមុខអ្នកនៅជួរខាងក្រោយទាំងអាជ្ញាធរនិងប្រជាពលរដ្ឋរងចាំឧបត្ថម្ភគាំទ្រជានិច្ចចំពោះកងទ័ពនិងក្រុមគ្រួសារទ័ពជនជាតិយើងល្អបានជនជាតិយើងល្អនៅពេលដែលប្រជាមិត្តមានការយាយីរំលោភពៀនគឺបាននិយាយថាយើងទាំងអស់គ្នាគឺជាមនុស្សតែម្នាក់ដកខ្លួនតែមួយបេះដូងមួយឆន្ទៈតែមួយការម្នាក់ការជាតិតែមួយគឺនិយាយទៅទុំគ្នាទាំងអស់មិនថាចាស់មិនថាក្មេងយើងទាំងអស់គ្នានៅសមរភូមិក្រោយនេះនិយាយទៅឡើងក្នុងខេត្តរបស់យើងតែក្នុងនាមខ្ញុំតំណាងឲ្យពុកម៉ែប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅទីនេះគឺយើងសូមគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតីនិងសម្ភារៈចំពោះបងប្អូនរបស់យើងដែលចូលជើងនៅសមរភូមិមុខក៏ដូចជាកំពុងនៅការហាត់ប្រកួតនៅទីនេះដែរបាទខ្ញុំបានបញ្ជាក់ឲ្យប្រាប់ទៅលោកមានវិជាការសប្បុរសថាបើមានបញ្ហាអីដែលជាសំណុំពរឬក៏តម្រូវការបាទគឺអាចប្រាប់ខ្ញុំបានខ្ញុំគិតថាទឹកដីនៃវិទ្យាភូមិរបស់យើងចាំបាច់ណាស់ដែលត្រូវការបងប្អូនរបស់យើងដែលជាកងកម្លាំងបាទកងកម្លាំងយុទ្ធជនបាទរបស់យើងនេះបាទសំខាន់ណាស់ដែលមានទូនាទីប្រឈមនឹងការពារបូរណភាពទឹកដីកិច្ចការភាពទឹកដីមិនឲ្យប្រជាមិត្តមកនិយាយបានបាទហើយគុណបំណាំនេះធំណាស់ធម្មតាទៅយើងទៅការពារទឹកដីយើងត្រូវតែយកអាយុជីវិតយើងទៅប្រោបាទអញ្ចឹងគុណបំណាំនេះធំណាស់ប៉ុន្តែខ្ញុំថាគុណបំណាំទាំងអស់នេះគឺជាកតបកិច្ចរបស់យើងទាំងអស់គ្នាបាទក្នុងនាមជាពលរដ្ឋម្នាក់ក្នុងនាមជាជនជាតិមួយក្នុងនាមជាម្ចាស់ទឹកម្ចាស់ដីមួយតែថាយើងត្រូវតែការពារទាំងអស់គ្នាបាទនៅអ្វីដែលការនិយាយពីចំណាពីយុវពលប្រចាំអាយុធមឧត្តមសេនីយ៍តូអ៊ុយហៀងមេបញ្ជាការយុទ្ធភូមិភាគទី3បានថ្លែងអំណរគុណដល់អាយុធមអភិបាលខេត្តដែលបានគិតគូរដល់សុខទុក្ខរបស់កងទ័ពនិងបានកោតសរសើរចំពោះយោធាទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សាបង្កើនចំណេះជំនាញនិងបច្ចេកទេសផ្សេងៗដោយមានស្មារតីអត់ធ្មត់គោរពវិន័យយ៉ាងម៉ឺងម៉ាត់អាយដាមបានផ្ដាំផ្ញើដល់ទាហានទាំងអស់ឲ្យបន្តខិតខំនិងយកចំណេះជំនាញដែលបានទទួលនេះទៅប្រើប្រាស់ឲ្យคล้ายជាប្រយោជន៍សម្រាប់ជាតិនិងប្រជាជនបន្តគោរពវិន័យបទបញ្ជាផ្ទៃក្នុងកងទ័ពនិងយកចិត្តទុកដាក់លើភារកិច្ចជានិច្ចដើម្បីคล้ายជាគំរូល្អក្នុងសង្គមនិងត្រូវមានភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីការពារអភិវឌ្ឍនិងថែរក្សាសេចក្តីសុខសាន្តសម្រាប់ប្រជាជាតិជានិច្ច